ព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍ដែលបានផ្សាយនៅថ្ងៃនេះហើយដោយដកស្រង់ប្រសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជាអញ្ចឹងខ្ញុំជម្រាបពីបញ្ហានៅក្នុងប្រទេសកម្ពុជាដែលបានរាយការណ៍មកតើនៅខាងអន្តរជាតិនេះមើលឃើញជាភាសាអង់គ្លេសហ្នឹងតែយ៉ាងម៉េចដែរបាទអញ្ចឹងខ្ញុំសូមបកប្រែក្រៅប្រការនឹងជូនដូចតទៅគឺបើយោងតាមអត្ថបទរបស់ខាងភ្នំពេញប៉ុស្តិ៍នោះក៏ថាបន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីគឺមានមតិជាច្រើនបានបង្ហាញពីក្តីបារម្ភថាវាអាចនាំឲ្យកម្ពុជាបាត់បង់ទឹកដីជាពិសេសផ្អែកលើភាពមិនស្មោះត្រង់របស់ប្រទេសថៃអ្នកខ្លះជាពិសេសពីមជ្ឈដ្ឋានអ្នកប្រឆាំងថែមទាំងចោទថាកិច្ចព្រមព្រៀងដែលនឹងធ្វើឡើងនាពេលខាងមុខក៏ដូចជាកិច្ចព្រមព្រៀងជុំបាញ់កាលពីថ្ងៃទី28ខែកក្កដាគឺធ្វើឡើងដោយកម្ពុជាបាត់បង់ទឹកដីជាថ្នូរនឹងសន្តិភាពណាប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី19ខែតុលានេះលោកបានបកស្រាយថាបានបើនេះតាមសម្រងសារតាម Facebook របស់គាត់គឺគាត់បានសរសេរថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងឈប់បាញ់ខែទី28ខែកក្កដាឆ្នាំ2025គឺនិយាយអំពីលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញបាទអត់មាននិយាយពីរឿងកាត់ទឹកកាត់ដីកាត់អីនោះទេគឺនិយាយពីថាតើធ្វើយ៉ាងណាដើម្បីកុំឲ្យមានការកាត់ឡើងហិង្សាដោយការបាញ់គ្នាឡើងវិញតែប៉ុណ្ណោះទេនេះតាមការបញ្យល់របស់គាត់ហើយយើងឃើញឯកសារក៏អញ្ចឹងបានកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងនឹងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខណៈនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានៅបរិយាកាសអំណោយផលដើម្បីឈានទៅដល់ការបញ្ចប់ចំនួននិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេសបាទគឺដូចដែលខ្ញុំបានសង្ខេបជូនប្រិយមិត្តហើយគឺវាមានបញ្ជាក់ដូចនេះមែនបាទលោកបានបន្តថាទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិននិយាយដល់អំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែនក៏មិនមែនមានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេយោងតាមនាយករដ្ឋមន្ត្រីការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃហើយដែលគេហៅសោកកាត់ថា JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរគឺកម្ពុជាហើយនិងថៃលោកហ៊ុនម៉ាណែតបញ្ជាក់ដូចនេះថាកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេរាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរណាបាទនេះគឺជាការរាយការណ៍របស់កាសែតបាទភ្នំពេញប៉ុស្តិ៍ពីប្រទេសកម្ពុជាដែលខ្ញុំសូមដកស្រង់ឲ្យជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងដូច្នេះប្រិយមិត្តបានដឹងហើយគឺនៅខាងកិច្ចព្រមព្រៀងដែលព្រមព្រៀងពីមុនមកគឺស្ដីពីបទជុំបាញ់នេះគ្នានឹងគឺបញ្ជាក់ដូចតែគាត់លើកឡើងចឹងមែនហើយកិច្ចព្រមព្រៀងដែលនឹងចុះហត្ថលេខាដោយមានលោកប្រធានាធិបតី Donald Trump ចូលរួមនោះបើតាមខ្ញុំស្ដាប់ហើយនឹងសង្ខេបខ្លឹមសារជូនប្រិយមិត្តកាលពីម្សិលមិញក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិហ្នឹងគឺអញ្ចឹងមែនបាទគឺអត់មានកំណត់ថាដីណាជាដីអ្នកណាដីណាតំបន់ណាជាតំបន់អ្នកណានោះទេ